ជំរាបសួរលោកគ្រូនិងសួស្តីអ្នកទាំងអស់គ្នាចឹងវីដេអូនេះដែរខ្ញុំនឹងបង្ហាញអំពី comment Linux មួយចំនួនសម្រាប់គ្រប់គ្រងទៅលើ user ដែល user អាចបង្កើតទៅលើ user ដាក់ password ឬក៏ delete user អីចឹងអានេះខ្ញុំបាន get IPA ដើម្បីយក IP ដើម្បី test យក terminal test remote ចូលចឹងអានេះខ្ញុំបានremote ចូលទៅកាន់server របស់ខ្ញុំហើយចឹងដំបូងខ្ញុំនឹងប្រើ comment who am I ដើម្បីសួរថា user ដែលខ្ញុំកំពុងប្រើហ្នឹងឈ្មោះអីគេចឹង user ដែលខ្ញុំកំពុងប្រើហ្នឹងគឺឈ្មោះ Lisa ចឹងបន្ទាប់មកខ្ញុំប្រើ comment pwd ដើម្បីមើលថា user ដែលយើងកំពុងប្រើហ្នឹងស្ថិតនៅក្នុង directory មួយណាចឹង user ដែលយើងកំពុងប្រើស្ថិតនៅក្នុង directory /home/lisa នេះចឹងបន្ទាប់មកយើងប្រើ comment cat /etc/os.release ចឹងអា comment ហ្នឹងប្រើសម្រាប់មើលប្រភេទ Linux ដែលយើងកំពុងប្រើហ្នឹងមានអីគេខ្លះអញ្ចឹងអានេះប្រភេទ Linux ខ្ញុំកំពុងប្រើហ្នឹងមានដូចជា version ដែលយើងកំពុងប្រើនេះ version 22.04 អូខេចឹងបន្ទាប់មកខ្ញុំនឹងបង្ហាញអំពីរបៀបនៃការបង្កើត user នៅក្នុង Linux ចឹងនៅក្នុងការបង្កើត user ហ្នឹងវាមាន4វិធីដែលខ្ញុំបង្ហាញនៅក្នុងវីដេអូហ្នឹងដែល comment ទី1យើងប្រើ comment sudo user add បន្ទាប់មកយើងដាក់ឈ្មោះចឹងឈ្មោះ CTEX នេះគឺជាឈ្មោះរបស់ user ដែលយើងបង្កើតបន្ទាប់មកយើង enter មកចឹងបន្ទាប់មកយើងដាក់វាយ password Lisa របស់ខ្ញុំនេះចឹងបន្ទាប់មកយើងនឹងប្រើនៅ comment cat ដើម្បី check មើលថា user ហ្នឹងមានឬក៏អត់ user ដែលយើងបង្កើត CTEX នេះចឹងយើងប្រើ comment cat /etc /pass wd អញ្ចឹងនេះ user ដែលយើងបង្កើតវាធ្លាក់ចូលក្នុងនេះហើយអញ្ចឹងការបង្កើត user ហ្នឹងវាមកតែ user ហើយវាបានបង្កើតនៅ home directory ទេវាបង្កើតតែ user ទៅទេអញ្ចឹងអាក្បាល1001នេះក្បាលចាប់ពី1001ឡើងហ្នឹងមានន័យថាលេខរបស់ user ដែលយើងបាន add បន្តអញ្ចឹងនៅពេលដែលយើង add user ម្ដងទៀតពេលក្រោយអញ្ចឹងវា load ទៅដល់1002 1003អញ្ចឹងហើយអា user ក្បាល1000នេះ1000ហ្នឹងគឺលេខរបស់ user admin របស់យើង Lisa នេះហើយក្រៅពីហ្នឹងគឺជាលេខរបស់ system ក្នុង Linux អីចឹងបន្ទាប់មកខ្ញុំប្រើ comment cd/home ដើម្បី check មើលអញ្ចឹងវាអត់មាន directory របស់CTEX ទេវាមានតែ directory របស់ admin Lisa ហ្នឹងទេអញ្ចឹងបន្ទាប់មកខ្ញុំ ls ដើម្បី list មើលអញ្ចឹងនេះវាមានតែ Lisa ទេវាអា CTEX ដែលយើងបានបង្កើតមុនហ្នឹងវាអត់បាន load ចូលទេបន្ទាប់មកខ្ញុំប្រើ comment user តោះយើង cd ថយក្រោយសិនហើយបន្ទាប់មកយើងលុបនៅ user ដែលយើងបានបង្កើត CTEX មិញហ្នឹងដែលយើងប្រើ comment sudo user del sudo user del ហើយបន្ទាប់មកយើងដាក់ឈ្មោះuser ដែលយើងបានបង្កើតមិញហ្នឹងមកអូខេបន្ទាប់មកយើងអាច check មើលវាម្ដងទៀតថាវាបាន delete ហើយនៅយើងប្រើ comment cat នេះ cat etc pass pwd នេះអញ្ចឹងអា user ដែលយើងបាន add CTEX មិញហ្នឹងវាបានបាត់ហើយអញ្ចឹងបន្ទាប់មកអញ្ចឹងបន្ទាប់មកទៀតខ្ញុំនឹងបង្ហាញអំពីការបង្កើតទៅលើ user នៅវិធីសាស្ត្រទី2ដែលយើងប្រើ comment sudo user add .m ហើយនឹងឈ្មោះ folder ដែលឈ្មោះ user ដែលយើងត្រូវបង្កើតអញ្ចឹងខ្ញុំបានដាក់ឈ្មោះ CTEX អញ្ចឹងអា comment sudo user add .m CTEX ហ្នឹងវាដូចតាអាការដែលយើងបង្កើត user មិញដែរទេគ្រាន់តែអាបង្កើតដែលយើងដាក់ .m នេះវាមានhome directory នៅក្នុងហ្នឹងមកមួយអញ្ចឹងណាតោះមកយើងអាច cat មើលវាបាន
អញ្ចឹងនេះវាមកឲ្យនេះCTEC នេះ user ដែលយើងបានបង្កើតហ្នឹងហើយបន្ទាប់មកយើងលិះមើលវាមកដើម្បីមើល list ដែលមានយើងប្រើ command cd ចូលទៅកាន់ home សិននេះឲ្យចាំយើងនេះអញ្ចឹងនេះវាមកហើយអញ្ចឹងវាមកទាំងhome directory ដែលយើងបានបង្កើត user មិញហ្នឹងអញ្ចឹងអាហ្នឹងបានមួយទៀតហើយបង្កើត user ដែលប្រើ .m ហ្នឹងហើយបន្ទាប់មកទៀតយើង switch ចូលទៅកាន់ user CTEC ហ្នឹងអញ្ចឹងយើងប្រើ command su ដើម្បី switch អញ្ចឹងយើងដាក់ su CTEC មកអញ្ចឹងយើងដាក់ password សិនទើបយើងចូលបានអូខេអញ្ចឹងអានេះវាដាក់su authentication failure អញ្ចឹងមានន័យថាមកពីយើងមិញហ្នឹងយើងអត់ទាន់បានប្រើ comment សម្រាប់ដាក់ password ទេអញ្ចឹងបានវា load failure ហ្នឹងមកអញ្ចឹងយើងធ្វើការប្រើ comment សម្រាប់ដាក់ password សិនមកយើងចុច sudo passwd ctech អញ្ចឹងយើងដាក់ password អាហ្នឹង password របស់ user ctech អញ្ចឹងនេះ password វាបាន update success ហើយបន្ទាប់មកយើងអាច switch ទៅកាន់ user ហ្នឹងបានហើយ user ctech ហ្នឹងដែលយើងប្រើ command su /ctech នេះអញ្ចឹងយើងដាក់ password មកអូខេអញ្ចឹងអានេះវាចូលបានហើយអញ្ចឹងយើងអាចប្រើ command ដូចជា who am I ដើម្បីសួរថាយើងនៅក្នុងប្រើ user មួយណាអញ្ចឹងនេះ user ctech អញ្ចឹងយើងបាន switch វាបានហើយយើងអាច pwd ដើម្បីមើលdirectory ដែលយើងកំពុងនៅហ្នឹងឥឡូវយើងអាចសាកបង្កើតនៅ file ឬក៏អីដែលយើងចង់បង្កើតវាអញ្ចឹងណាអញ្ចឹងដើម្បីបង្កើត file បានយើងប្រើនៅ command touch ហ្នឹងប្រើដើម្បីបង្កើត file អញ្ចឹងខ្ញុំបង្កើត file touch.ctech នេះអញ្ចឹងខ្ញុំ ls មើលអញ្ចឹងនេះctech នេះគឺជា file ដែលយើងបានបង្កើតហ្នឹងបន្ទាប់មកទៀតយើង cd វាទៅកាន់ home home cd /ctechជាមួយខ្ញុំ touch កាត់ file ម្ដងទៀត ctech.txt អូខេអញ្ចឹងអានេះខ្ញុំបានបង្កើត file ហើយឈ្មោះថា ctech.txt តមកឥឡូវយើង switch ទៅកាន់ user admin វិញដែលយើងប្រើនៅ command su ដូចគ្នាអញ្ចឹងដើម្បី switch ទៅកាន់user admin អញ្ចឹងយើង su ទៅរក Lisa តមកដាក់ password ហើយតមកយើង cd វាចេញសិនមកតមកយើងអាចសួរ command who am I ម្ដងទៀតថាយើងដើម្បីប្រកាសថាយើងជាណាគេអញ្ចឹងនេះអញ្ចឹងយើងបាន switch ជោគជ័យទៅកាន់ Lisa វិញហើយអញ្ចឹងបន្ទាប់មកយើងប្រើនៅ command delete នៅ user ហ្នឹងវិធី delete មួយទៀតអញ្ចឹងយើងប្រើ command sudo user del ហើយបន្ទាប់មកឈ្មោះ user អញ្ចឹងកន្លែងនេះមានន័យថាយើងអត់ទាន់បាន delete វាជោគជ័យទេយើង delete បានតែ ctech ហ្នឹងទេតែservice មួយចំនួនវាកំពុងប្រើអញ្ចឹងយើងអត់ទាន់បានdelete ទេដោយសារតែមាន user គេកំពុងប្រើអញ្ចឹងយើងត្រូវ kill វាសិនដើម្បីយើង delete វាបានអញ្ចឹងបន្ទាប់មកយើងប្រើនៅ command kill វាមក kill sudo kill ដក 9 ហើយបន្ទាប់មកយើងយក ID របស់អាឡៃនេះអញ្ចឹង15
29ដើម្បី kill វាអញ្ចឹងតែហើយបន្ទាប់មកកន្លែងនេះយើងចុច enter មកអញ្ចឹងកន្លែងនេះវាបាន log out ហើយដោយសារយើង kill វាអញ្ចឹងយើង log out យើង log out អញ្ចឹងយើងចូលម្ដងទៀតមក connect SSH ម្ដងទៀត SSH Lisa add IP ដែលយើង ping មកពី VirtualBox 192.168.6.101 អូខេអញ្ចឹងយើងចូលបានហើយដាក់ password មកអូខេអញ្ចឹងមកដល់កន្លែងនេះយើង clear វាមកអញ្ចឹងclear គ្រាន់តែយើងចុច Control L ទៅបានតែមិនចាំបាច់ទៅ save clear ទេអូខេអញ្ចឹងបន្ទាប់មកទៀតខ្ញុំ connect cat មើលសិនថាមានអីក្នុងហ្នឹងខ្លះ etc/passwd អូខេអញ្ចឹងនេះឈ្មោះ CTEC អញ្ចឹងយើងមានឈ្មោះ CTEC ហ្នឹងយើងចូលមកកាន់ CTEC ហ្នឹងទៅតើមកយើងប្រើនៅ comment delete ដើម្បី delete user CTEC នេះចេញអញ្ចឹងយើងប្រើ sudo user there CTEC ចឹងបន្ទាប់មកខ្ញុំ cat វាម្ដងទៀតដើម្បី check មើល cat etc passwd អូខ្ញុំសរសេរខុសអញ្ចឹងនេះខ្ញុំបានលុប user ហើយអញ្ចឹងយើងអាច cat មើលវាម្ដងទៀតនេះមកអញ្ចឹងការដែលយើង delete ហ្នឹងវា delete បានតែ user ហ្នឹងឯងវាអត់បាន delete ទាំង home directory ទេដោយសារយើងបង្កើតមិញហ្នឹងយើងមានuser ហើយនឹងមាន home directory វាបានវាដែរអញ្ចឹងយើងចូលទៅកាន់ cd/home ls មើលមកនេះអញ្ចឹងដើម្បីយើងអញ្ចឹងយើងត្រូវលុបCTEC នឹងចោលអញ្ចឹងដើម្បីលុបមកយើងប្រើនៅ command sudo rm.rvf ហើយចាំមកឈ្មោះ user ដែលយើងចង់ delete អញ្ចឹងអានេះវាបាន remove ទាំងអស់អញ្ចឹងនៅក្នុងពេលដែលយើងប្រើនៅ command rm.rvf ហ្នឹងនៅក្នុងCTEC ហ្នឹងវាមាន directory អីគេខ្លះនៅក្នុងហ្នឹងវា delete ទៅទាំងអស់ហ្មងអញ្ចឹងខ្ញុំអាច ls មើលបាននេះអញ្ចឹងវាបានលុបCTEC ហ្នឹងចោលបាត់ហើយបន្តមកទៀតយើងថយមក cd អញ្ចឹងបន្ទាប់ពីបញ្ចប់ទី2ហើយឥឡូវចូលមកដល់ទី3វិធីសាស្ត្រទី3អញ្ចឹងវិធីសាស្ត្រទី3នៃការបង្កើត user ហ្នឹងយើងប្រើនៅ command user sudo ច្រឡំ sudo user add ដូចគ្នា user add .m.s/bin/base តមកដាក់ឈ្មោះ user តមកយើង cat វាមើលមកអូខេអញ្ចឹងអានេះយើងបានបង្កើតuser ហើយតែវាម្ដងនេះវាមាន bin/bin/bus អីហ្នឹងអញ្ចឹងបន្ទាប់មកយើងថយវាទៅវិញថយចូលទៅកាន់cd/home នេះls មកនេះអញ្ចឹងយើងបង្កើតបានហើយនេះយើងថយតិចsudo pass ចឹង command នេះយើងប្រើសម្រាប់ដាក់ password ទៅលើ user ហ្នឹងអញ្ចឹងដាក់ password មកអូខេអញ្ចឹងដាក់ password បានជោគជ័យហើយបន្តមកទៀតយើងអាចpwd មើលបានយើងស្ថិតនៅ directory ណាអញ្ចឹងនេះអញ្ចឹងយើងស្ថិតនៅក្នុង directory home/lisa នេះ
វាខុសហើយយើងអាចswitch ទៅកាន់ចូលទៅកាន់ Suitex Plate Switch ចឹងវានៅយើងនៅ Home Lisa ឡើយឯងចឹងយើងស៊ូទៅកាន់Suitex មកហើយដាក់ password អញ្ចឹងតមកយើង pwd ដើម្បី check មើលថាយើង directory មួយណាចឹងឈប់ខ្ញុំសួរ who am I សិនអូខេចឹងអានេះខ្ញុំបាននៅស្ថិតនៅក្នុងuser Suitex ចឹងដើម្បី switch ទៅកាន់ admin វិញបានយើងគ្រាន់តែប្រើ command ស៊ូដូចគ្នាដាក់ឈ្មោះ Lisa មកហើយដាក់ password យើងស៊ូវាម្ដងទៀត who am I ចឹងនេះខ្ញុំបាន switch ទៅកាន់ Lisa ហើយឥឡូវខ្ញុំមកបង្កើតនៅវិធីសាស្ត្រចុងក្រោយដែលស្រួលជាងគេគឺយើងប្រើនៅ command sudo add user ចឹងអានេះវាខុសប្លែកពីគេមុនហ្នឹងយើងប្រើ command user ហើយបាន add អីចឹងអានេះយើងដាក់ sudo ហើយ add user ហើយបន្ទាប់មកយើងដាក់ឈ្មោះដែលយើងចង់បានហ្នឹងតោះមកខ្ញុំដាក់ឈ្មោះ Suitex Lisa មកអូខេចឹងអានេះវាកំពុងតែបង្កើតឲ្យយើងហើយបន្ទាប់មកនៅក្នុងវិធីសាស្ត្រចុងក្រោយនេះវាមានឲ្យយើងដាក់ password ស្រេចហ្មងអត់ចាំបាច់ប្រើ command នេះហើយចឹងដាក់ password មកអូខេកន្លែងនេះវាឲ្យយើងដាក់ឈ្មោះ full name អីចឹងខ្ញុំដាក់ឈ្មោះ Second Lisa ហើយ room number ខ្ញុំអត់មានទេចឹងយើង enter មក work phone ក៏អត់មានដែរ enter ទៀតមកហើយ enter ទៀតចឹងនេះវាសួរមានអីផ្សេងទៀតអត់ចឹងខ្ញុំអត់មានទេខ្ញុំចុច enter ទៀតចឹងកន្លែងនេះវាសួរថាព័ត៌មានដែលយើងបានបញ្ចូលហ្នឹងត្រូវអស់ហើយមែនបើត្រូវយើងចុច yes ទៅអូខេបន្ទាប់មកខ្ញុំប្រើ command ដើម្បីចាប់វាមើលចឹងប្រើ command cat /etc/pass wd អញ្ចឹងនេះខ្ញុំបានបង្កើត user ហើយ Suitex Lisa នេះអញ្ចឹងបន្ទាប់មកទៀតខ្ញុំ switch ទៅកាន់ user ហ្នឹងដើម្បី switch ទៅកាន់ user ហ្នឹងបានយើងប្រើ command ស៊ូ Suitex Lisa តោះមកយើងសួរ who am I មកថាយើងជាណាគេអញ្ចឹងនេះយើងបានចូលទៅកាន់ user Suitex Lisa ហ្នឹងហើយបន្ទាប់មកទៀតយើង pwd មកដើម្បីមើលយើងស្ថិតនៅក្នុង directory មួយណាហើយបន្ទាប់មកយើងចុច cd/home ដើម្បីចូលទៅកាន់ home ls មើលមកអញ្ចឹងនេះយើងបានចូលទៅកាន់ directory របស់ Suitex Lisa ហ្នឹងហើយបន្ទាប់មកទៀតយើងអាចcreate file create អីបាននៅក្នុងនោះដូចគ្នាអញ្ចឹងខ្ញុំសាក create file ខ្ញុំដាក់ create suitex.tet អញ្ចឹងខ្ញុំ ls មើលអូចាំតិច touch cannot permission deny អញ្ចឹងនេះខ្ញុំមិញដោយសារតែខ្ញុំអត់បានចូលទៅកាន់ directory របស់ Suitex.lisa នេះអញ្ចឹងបន្ទាប់ពីខ្ញុំចូលហើយខ្ញុំអាចបង្កើត file បានឯធម្មតានេះ file ដែលខ្ញុំបានបង្កើតឈ្មោះ Suitex.tet នេះអញ្ចឹងនៅក្នុងcomment ចុងក្រោយហ្នឹងយើងច្រឡំនៅក្នុង user ហ្នឹងយើងអត់អាចតេស្តដោយប្រើ command sudo បានទេcommand sudo ហ្នឹងវាប្រើបានតែនៅក្នុងuser ដែលជា admin Lisa ទេបានអាចប្រើ sudo បានអញ្ចឹងខ្ញុំសេះតេស្តសាកមើល sudo user add អញ្ចឹងយើងដាក់ឈ្មោះមកចានេះខ្ញុំដាក់តេស្តអញ្ចឹងនេះSuitex Lisa is not in the sudo file អញ្ចឹងមានន័យថា Suitex.lisa ហ្នឹងមិនមែនជា user admin ទេអញ្ចឹងអត់អាចបង្កើតនៅប្រើនៅ command sudo បានទេអញ្ចឹងវីដេអូហ្នឹងមានតែប៉ុណ្្នឹងទេអញ្ចឹងផ្លេចថានៅដើម្បីចាក់ចេញពីអាហ្នឹងបាន switch វាបានស្រួលអញ្ចឹងយើងប្រើនៅ command easy អត់ដូចអាមុនយើងប្រើ command ញ៉ៃទេអានេះដើម្បីចង់ទៅ user admin វិញយើងគ្រាន់តែប្រើនៅ command exit ទៅបានហើយតោះមកយើង who am I មក
ចឹងនេះយើងចូលទៅកាន់លីសាវិញហើយចឹងវីដេអូហ្នឹងមានតែប៉ុណ្្នឹងទេអរគុណលោកគ្រូនិងជម្រាបលាបាយបាយ